ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញខ្ញុំបានផុសវីដេអូទៅដេកវិចទួលហើយឃើញពុកម៉ែបងប្អូនទាំងអស់គ្នាក៏ចូលខមមិនច្រើនតែក្នុងនោះឃើញខមមិនរបស់លោកអ៊ុំប្រុសម្នាក់គាត់បានលើកឡើងថាស្មានតែដឹងច្បាស់ខំចាំស្ដាប់គេងចំណេញមែនមនុស្សសម័យឥឡូវពិបាកទុកចិត្តណាស់ខ្ញុំចង់ជម្រាបជូនលោកពូថាខ្ញុំមិនដឹងថាខ្ញុំគេងចំណេញអ្វីពីលើវីដេអូនេះទេព្រោះថាខ្ញុំមិនមែនជាអ្នកផលិតវីដេអូរកលុយតាម Facebook ខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយអំពីសត្វស្លាបក្នុងគោលបំណងដើម្បីបណ្ដុះគំនិតស្មារតីយុវជនជំនាន់ក្រោយឲ្យគាត់ចេះស្រឡាញ់ធនធានធម្មជាតិនិងសត្វស្លាបនៅក្នុងប្រទេសកម្ពុជារបស់ផងយើងហើយសម្ភារៈថតវិញគឺយើងត្រូវចំណាយថវិកាទិញចំណាយពេលវេលាថតសត្វស្លាបចំណាយពេលវេលាកាត់តនិងបញ្ចូលសំឡេងថែមទៀតផងជាពិសេសត្រូវសិក្សាអំពីសត្វស្លាបជៀសវាងធ្វើវីដេអូខុសទៅពុកម៉ែបងប្អូនមានការយល់ច្រឡំជាក់ស្ដែងដូចជាវីដេអូសត្វតដេវិចទួលនេះជាដើមខ្ញុំមិនដឹងថាសត្វស្លាបមួយប្រភេទនេះវាដេកយកជើងត្រូមេឃដូចចាស់គាត់និយាយពិតដែរឬអត់ទេដោយសារតែខ្ញុំធ្លាប់ថតបានវាតែពេលថ្ងៃជាក់ស្ដែងដូចខមមិនរបស់ពុកម៉ែបងប្អូនរបស់ផងយើងគាត់លើកឡើងថាវាដេកយកជើងត្រូមេឃមានបងព្រោះខ្ញុំឃើញវាផ្ទាល់ពេលយប់ហើយមតិខមមិនរបស់បងប្រុសម្នាក់ទៀតគាត់បានលើកឡើងថាវាដេកយកជើងត្រូមេឃមែនតែមិនមែនមានន័យថាវាដេកផ្ងាឡើងលើទេគឺជើងវាវែងចឹងហើយពេលដេកទៅជង្គង់វាខ្ពស់ជាងខ្នងទើបចាស់និយាយថាវាដេកយកជើងត្រូមេឃចឹងហើយទើបខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូនថាខ្ញុំអត់ដឹងទេដោយសារតែខ្ញុំអត់ដឹងថាវាដេកបែបម៉េចនៅពេលយប់ខ្ញុំធ្លាប់តែថតវាបានពេលថ្ងៃចឹងហើយទើបខ្ញុំអត់ហ៊ាននិយាយថាសត្វស្លាបមួយប្រភេទនេះយប់ឡើងវាដេកផ្ងាជើងឡើងលើឬក៏វាដេកទៅជង្គង់វាខ្ពស់ជាងខ្នងវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រក្នុងការផ្សព្វផ្សាយវីដេអូសត្វស្លាបរបស់ផងខ្ញុំ